ได้ជួបអត់ពេលមានការងារសំខាន់ម្ដងគឺអ៊ីនធឺណិត slow នោះ slow ហើយបើទូរស័ព្ទវិញគឺអត់ support ជាមួយ 5G ហ្មងតែឥឡូវនេះ Xiaomi គឺមានទូរស័ព្ទដែល support ជាមួយនឹង 5G ហើយតម្លៃសមរម្យទៀតហើយទូរស័ព្ទដែលខ្ញុំកាន់នេះគឺ Redmi 15C 5G ដែលរូបរាងវាស្ដើងដូចសភៅចឹងតែអេក្រង់ធំសម្រាប់សិក្សានិងកម្សាន្តរហូតដល់ 6.9 inch 120Hz ហើយវាក៏មានប្រតិបត្តិការច្រើនមុខងារយ៉ាងរលូន 120Hz ជាមួយនឹង Google Gemini បើថតរូបជាមួយកាមេរ៉ាក្រោយវិញគឺដឹងតែអែហ្មងដោយសារតែកាមេរ៉ាខាងក្រោយមានទំហំរហូតដល់ 50 megapixel ប្រាប់ថាទូរស័ព្ទទាំងពីរនេះក៏អាចធ្វើជា power bank សម្រាប់សាកទៅឧបករណ៍ផ្សេងដែរក្នុងល្បឿន 15W ជាមួយ Redmi 15C 5G មានថ្មធំរហូតដល់ 6000 mAh ហើយ Redmi 15 5G មានថ្មធំរហូតដល់ 7000 mAh ហើយ Redmi 15 5G ខុសពី Redmi 15C 5G ត្រង់ទំហំអេក្រង់ដែលមាន 6.9 inch 144Hz ទាំងពីរនេះការរចនាស្ដើងប៉និតតាក់ទាញងាយស្រួលចាប់កាន់សំខាន់តម្លៃសមរម្យដោយដែលអ្នកទាំងអស់គ្នាបានឃើញនៅលើ screen នេះចឹងមួយការថែមជូន power bank SIM card 5G និងការធានា1ឆ្នាំអញ្ចឹងចាំការទៀតជិតចូលឆ្នាំហើយទិញកាដូឲ្យខ្លួនឯងមួយ